រីករដ្ឋាភិបាលនឹងបិទមិនឲ្យមានការផ្ដល់រង្វាន់លើគម្របដបឬក្រវិលកំប៉ុងគ្រឿងស្រវឹងនិងភេសជ្ជៈទាំងអស់រាជរដ្ឋាភិបាលនឹងបិទមិនឲ្យមានការផ្ដល់រង្វាន់លើគម្របដបឬក្រវិលកំប៉ុងគ្រឿងស្រវឹងនិងភេសជ្ជៈទាំងអស់រាជធានីភ្នំពេញរាជរដ្ឋាភិបាលសម្រេចឲ្យប្រជុំពិភាក្សាដើម្បីបិទមិនឲ្យមានការផ្ដល់រង្វាន់លើគម្របដបឬក្រវិលកំប៉ុងគ្រឿងស្រវឹងនិងភេសជ្ជៈទាំងអស់នៅកម្ពុជានេះបញ្យងតាមលិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយនៅថ្ងៃទី24ខែមេសាកន្លងមកនេះលិខិតបានលើកឡើងថាករណីសំណើសុំរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈគម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹងការបើកកិច្ចប្រជុំនេះធ្វើឡើងតាមលិខិតរបស់ក្រុមហ៊ុន Hennigan ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន4និងសមាគមអ្នកនាំចូលនិងចែកចាយស្រាបៀរនិងស្រាចុះថ្ងៃទី18ខែមីនាឆ្នាំ2025កន្លងមកនេះទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថារាជរដ្ឋាភិបាលបានឃើញនឹងឯកភាពជាគោលការណ៍ដូចខាងក្រោម1ក្នុងករណីមានការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈនោះត្រូវកំណត់នៅរយៈពេលសមរម្យណាមួយក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន2រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈនិងក្រសួងស្ថាប័នពាក់ព័ន្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបិទមិនឲ្យមានការផ្ដល់រង្វាន់ទាំងអស់នាពេលវេលាសមស្រប